ក្នុងដំណាក់កាលដែលលំបាកនេះសេដ្ឋកិច្ចដែលកំពុងប្រឈមយើងត្រូវបញ្ចេញលុយច្រើនទៀតសម្រាប់ទប់អតិផរណាមួយខែរដ្ឋត្រូវខាតពន្ធប្រហែលជា50-60 លានដុល្លារតាមរយៈការបន្ថយពន្ធប្រេងបន្ថយពន្ធពីសម្ភារៈអគ្គិសនីដែលប្រើធម្មពលអគ្គិសនីដើម្បីអីដើម្បីជួយសម្រាលដល់បន្ទុករបស់ប្រជាពលរដ្ឋបាទអញ្ចឹងតាក់ទងនៅក្នុងសង្គមវិស័យសង្គមកិច្ចនេះឯងការជួយប្រជាពលរដ្ឋដែលចូលនៅក្នុងអត្រាក្រីក្រតាំងពីក្រោយកូវីដរដ្ឋត្រូវជួយប្រមាណឧបត្ថម្ភសាច់ប្រាក់ឲ្យដំជាសមិទ្ធិរាយការណ៍ខ្ញុំប្រចាំកាយគឺយើងបញ្ចេញសាច់ប្រាក់មួយខែរាប់សិបលានដើម្បីជួយឧបត្ថម្ភតិចច្រើនយើងជួយជនភៀសសាក់គឺយើងជួយផ្សេងនេះគឺជាការធានាទប់លំនឹងបានតិចបានច្រើនយើងត្រូវធ្វើយ៉ាងម៉េចជួយប្រជាពលរដ្ឋរបស់យើងហើយយើងក្នុងគ្រាលំបាកទាំងអស់គ្នាយើងត្រូវលំបាកប្រឈមទាំងអស់គ្នាមិនចោលប្រជាពលរដ្ឋទេអញ្ចឹងវិស័យអប់រំសុខាភិបាលសំបីតែនៅក្នុងកន្លែងភូមិរងចាំដែលបង្កើតថ្មីបង្កើតភូមិហើយត្រូវតែឲ្យបង្កើតសាលារៀនគាត់ចេញពីភូមិជោគជ័យគាត់ចេញពីភូមិពីបឹងតគួនពីអីក៏ដោយទៅនៅភូមិថ្មីត្រូវបង្កើតសាលារៀនបាទផ្សារទុកសិនវត្តទុកសិនធ្វើសាលារៀនមុនគេហើយមន្ទីរកន្លែងព្យាបាលសុខភាព